แบบខ្ញុំសម័យកាលនេះសម័យកាលពេជ្រសម្បត្តិមិនមែនសម័យកាលបាទសុខធីហៅកាកាទេរយអត់ចេញក្រៅពីកណ្ដាប់ដៃរបស់លោកគ្រូពេជ្រសម្បត្តិមកនេះកញ្ញាំលោកគ្រូឆ្នើមណាចេះអត់មានចេតនាដូចធុងគេហៅធុងតែអ្នកទាំងពីរនេះខ្ញុំស្រឡាញ់ដូចគ្នាអ្នកណាឈ្នះក៏បានដែរសម្រាប់ការដណ្ដើមខ្សែក្រវ៉ាត់នៅទូហងមាសខាងមុខនេះអ្នកទាំងពីរប៉ះគ្នាអ្នកណាក៏ជាខ្មែរអ្នកណាក៏ជាគ្រូមើលអីហ្នឹងបាទយល់សួរនេះមើលគូសុខធីទីហ្នឹងចំយ៉ានិយាយពីរឿងគូសុខធីនេះថ្ងៃមិញឃើញបងពីលុតដាក់មកប្រាវធំមកមានរឿងអីបងមានដឹងរឿងអីអត់មានទេអត់ដឹងរឿងអីដែរតែមើលតាមសម្លេងបងពីលុតគាត់ផុសបាទព្រោះខ្ញុំចាប់អារម្មណ៍តាំងពីព្រឹកគាត់ផុសសម្លេងមួយតាក់ទងទៅលើរឿងគូមហាម៉ាត់អីចឹងណាបាទបន្ទាប់មកបានរយៈពេលប្រហែលជា1ម៉ោងជាងអីទៀតគាត់លេងមកគ្រាប់មកហ្មងបាទលេងគ្រាប់ផ្លងមកហើយហើយមកគ្រាប់នេះឥឡូវកំពុងផ្ទុះខ្លាំងបាទកំពុងផ្ទុះខ្លាំងដោយសារអីគូសុខធីជាមួយនឹងពេជ្រសម្បត្តិបាទអញ្ចឹងគូនេះការគូកងហ្នឹងបើតាមខ្ញុំដឹងចូល72ឆ្នាំជាងហើយអញ្ចឹងបងប្អូនក៏ចង់ឃើញគូនេះប៉ះគ្នាដែរបើតាមព័ត៌មានបាទពីការបង្ខំចុះឡើងហ្នឹងអានេះបើតាមខ្ញុំគិតទេណាកុំអីក៏បងផលិតអត់ទាន់ចេញដែរដោយសារលោកគ្រូសួរបញ្ញាគ្រូមហាដឹងគាត់ផុសសំណេរមួយអាវាថាប្រហើបទៅពេលប្រហែលជាបងផលិតគិតថាកុំឲ្យខ្ជិលទុកយូរអញ្ចឹងណាគាត់ដាក់មកគ្របមកទុះយកមកព្រោះអីខ្ញុំគិតថាគូនេះជួបគ្នាដឹងល្អមើលបាទព្រោះអីបើតាមខ្ញុំគិតហើយអាចកងធំហើយលេងជាលក្ខណៈស្រួលអាចនឹងពេជ្រសម្បត្តិដាក់ខ្សែក្រវ៉ាត់ឲ្យតារាខ្សែក្រវ៉ាត់របស់ពេជ្រសម្បត្តិអីយ៉ាខ្សែក្រវ៉ាត់ Extreme Cambodia បាទហើយបងរត់គាត់រៀបចំមួយគូនេះខ្ញុំថាមិនស្រួលអត់នេះតទៅយឹបកៅអីនៅខាងក្រៅស៊ីយ៉ូហើយជា5-600ទៅ1000កៅអីទៅស្រួលអញ្ចឹងដាក់ស្លាយក្រៅហ្មងអ្នកចូលរួចមានដាក់ស្លាយក្រៅហ្នឹងហើយមានដាក់ស្លាយក្រៅហើយមើលដោយកម្មវិធីដែលវាយតារាខ្សែក្រវ៉ាត់កាលហ្នឹងមិន3គូមិនមានបើសង្ឃឹមមិនអីដែរកាលហ្នឹង3គូដូចជា4គូបាទរហូតទៅដល់បិទទ្វារមុនម៉ោងសម្រាប់គូពេជ្រសម្បត្តិនេះខ្ញុំហ៊ាននិយាយថាជាមួយនឹងសុខធីនេះមានម្នាក់មកក្បាច់ទេបាទមានម្នាក់មកក្បាច់ទេមកឥឡូវដាក់ឲ្យលំអិតតិចមើលបងយ៉ាងណាយ៉ាងណីទៅមើលទៅភាគរយអ្នកណាដែលអាចជាម្ចាស់ជើងឯកថ្មីឬមួយក៏ពេជ្រសម្បត្តិទេជាអ្នករក្សាខ្សែក្រវ៉ាត់ដដែលសម្រាប់អ្នកទាំងពីរនេះខ្ញុំនិយាយទៅសុខធីគាត់ល្អទាំងអស់ប៉ុន្តែមួយរយៈនេះគាត់មិនសូវចេញប្រកួតញឹកញាប់ទេបាទហើយបើរឿងចាស់ភាសាខ្ញុំឲ្យទៅសុខធីចាស់ភាសាឆ្អែតឆ្អន់នឹងហៅថាសៃវៀនក្រៅស្រុកក្នុងស្រុកជាពិសេសគឺសៃវៀននៅផ្ទះលេខ2ហ្នឹងតែម្ដងសម្បត្តិគាត់ខ្ចីមែនប៉ុន្តែគាត់ប្រកួតមួយខែ3ដងទៅ4ដងបាទពីលោកមុនណាប៉ុន្តែឥឡូវក៏គាត់រៀនមកជាដែរសម្បត្តិមករយៈមុនក៏ធ្លាក់ដៃដែរឥឡូវប្រមាណប្រកួតចុងក្រោយនេះធ្វើបានល្អណាស់សម្បត្តិឡើងកោតខ្លាំងណាស់ភាគរយអ្នកទាំងពីរនេះទោះតែសម្បត្តិនៅខ្ចីទោះតែកាសុខធីហៅកានៅចាស់ភាសាក៏ដោយលេង5ទឹកកងធំក៏ខ្ញុំនៅតែយកជាមួយភាគរយទៅសម្បត្តិអីយោប្រហែលភាគរយដែរបងភាគរយទៅសម្បត្តិ6ទៅឲ្យសុខធីខ្សែបើឧទាហរណ៍លេងកងចេញម្រាម3ទឹកតារាខ្សែក្រវ៉ាត់ខ្ញុំឲ្យទៅសម្បត្តិ70%សុខធី30%នឹងមកលេងកងចេញចង់លេងកងចេញម្រាមណាបាទលេងកងចេញម្រាមប៉ុន្តែអ្នកទាំងពីរនេះខ្ញុំស្រឡាញ់ដូចគ្នាអ្នកណាឈ្នះក៏បានដែរសម្រាប់ការដណ្ដើមខ្សែក្រវ៉ាត់នៅទូហងមាសខាងមុខនេះអ្នកទាំងពីរប៉ះគ្នាអ្នកណាក៏ជាខ្មែរអ្នកណាក៏ជាខ្មែរដែរហើយខ្ញុំសប្បាយចិត្តពេលដែលឃើញបងប្រុសបាទត្រីវរតគឺគាត់បានទៅសញ្ញាហៅកាមកសញ្ញាកងត្រាហើយរឿងនេះមិនមែនបើយើងនិយាយមកថាមិនមែនខ្លាំងខ្លាយទេ80%មិនមែនចាប់លេងមានកងត្រាមាននេះត្រឹមត្រូវអញ្ចឹងបងប្អូនអស់ចង្អល់ហើយនៅរងចាំតែថ្ងៃទេថាប្រកួតនៅថ្ងៃណាហើយលេងកងអីអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូននៅក្នុងវីដេអូនេះតិចកងយើងអត់ទាន់ដឹងថាលេងកងអីទេបាទកងចេញម្រាមឬក៏កងធំទេប៉ុន្តែបើតាមខ្ញុំប៉ានស្មានប្រហែលជាអាចនឹងលេងកងធំជាងកងចេញម្រាមព្រោះវាយ5ទឹកបាទអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនយកខាងណាស្រឡាញ់ខាងណា
ព្រោះជារឿងបងប្អូនស្រឡាញ់ខាងណាបងប្អូនយកខាងហ្នឹងទៅខមមិនទៅហើយសម្រាប់ខ្ញុំគឺខ្ញុំសូមយកកបីប្រិយពេជ្រសម្បត្តិ 60% ឲ្យសុខធី 40% បាទ ចុះបងចឹងគូហ្នឹងបើវាយ3ទឹកអត់មាន5ទឹក បាទមាន5ទឹកព្រោះយើងវាយតារាម40 ក្បាតព្រោះ3ទឹកបើតាមខ្ញុំដឹងព័ត៌មានច្បាស់ហ្មងបងទីប្រវត្តិគឺគាត់មិនឲ្យវាយទី3ទឹកបាទ ចំពោះការតារាម40 ក្បាតដែរបង គាត់ចង់ឲ្យតាមសំណងពររបស់បងប្អូនឃើញចង់វាយ5ទឹកគឺពេញតែម្ដងបាទវាយ5ទឹកពេញមិនពេញជារឿងរបស់កីឡាមែនទេសំខាន់គឺគាត់ចំពោះគូតារាម40 ក្បាតគឺ5ទឹកទាំងអស់ ចឹង5ទឹកនេះមិនដឹងថាកងជីមរៀមកងធំ ហ្នឹងហើយ បើកងជីមរៀមគឺថាមានតែមទៅលើខាងកូនសិស្សលោកគ្រូឆ្នើមទៀតហើយ ហ្នឹងហើយចង់និយាយថាកងចេញរៀងបណ្ដោយកងធំបណ្ដោយសម្រាប់ខ្ញុំសម័យកាលនេះសម័យកាលពេជ្រសម្បត្តិមិនមែនសម័យកាលបាទសុខធីហៅកាកាទេ អាយូ សុខធីហៅកាកាខ្ញុំសូមបញ្ជាក់ថាបើសិនជានៅវាយដាក់បន្ទុកដោយខ្លួនឯងនៅវាយជាមួយពុទ្ធសមោវាយដាក់បន្ទុកដូចសម័យកាល2025នេះខ្ញុំប្រាប់ថាអត់មានបន្ទុករាប់ជាមួយនឹងពេជ្រសម្បត្តិទេប៉ុន្តែពេជ្រសម្បត្តិបើសិនជាមានចំណុចមួយប្រយ័ត្នតែមែនតើពេជ្រសម្បត្តិគាត់យាបើចង្វាក់វាយវិញខ្ញុំឲ្យទៅសុខធីវាយលឿនជាងវាយផ្លាប់ចេញទៅប៉ុន្តែដូចខ្ញុំនិយាយចឹងអត់មានពេលដកដង្ហើមទេសុខធីពេជ្រសម្បត្តិនឹងចូលវាយហើយ5ទឹកក្រោយ3ទឹកក្រោយ ចុះបើសម្បត្តិទីស្ទុះពេញទៅគាត់ប្រកែកកាត់បងមើលមិនឃើញទេណា ហេតុអីក៏ខ្ញុំហ៊ាននិយាយចឹងសម័យកាលសុខធីឥឡូវនេះមិនសូវបានប្រកួតយើងងាប់ដូចសម្បត្តិទេសម្បត្តិមួយខែក៏ចេញបាន2ប្រកួតទៅ3ប្រកួតដែរតែសុខធីមួយខែចេញបានតែ1ប្រកួតទេតែមិនដឹងថាការវឹកហាត់របស់គាត់ទៅជាយ៉ាងណាទេរាល់ថ្ងៃនេះណាបើតាមខ្ញុំដឹងណាប៉ុន្តែបើសិនជាសម្បត្តិខ្ញុំធានា 100% អត់ចេញក្រៅពីកណ្ដាប់ដៃរបស់លោកគ្រូពេជ្រសវណ្ណបានទេ អាយូ កញ្ញាំលោកគ្រូឆ្នើមណាចេះអត់មានចេតនាដូចធុងគេហៅធុងអាការកែវសម្បត្តិមិនងាយឃ្លាតឆ្ងាយពីលោកគ្រូបានទេបាទហើយបើសុខធីការគាត់រៀងមានពេលវិជាទៅសារគ្រូសាមកគាត់មានកូនខ្ចីកូនអីចឹងណាអញ្ចឹងវាជាចំណុចមួយហ្នឹងដែរហើយសុខធីគាត់សេរីចាស់ដែរប៉ុន្តែសម័យនេះក៏គាត់រៀងអង្គថយកម្លាំងដែរអត់ដូចពេជ្រសម្បត្តិទេពេជ្រសម្បត្តិឥឡូវនេះបាទដូចខ្ញុំនិយាយយើងសម័យកាលនេះសម័យកាល2025គឺពេជ្រសម្បត្តិកើបលុយយកហើយបាទអញ្ចឹងបុគ្គលនេះខ្ញុំធានាថាបើ5ទឹកវិញខ្ញុំថាសុខធីអាចនឹងសន្លប់បោះសម្បត្តិ អាយូ ដាច់ទឹកសុខធីអាចដាច់ទឹកបាទអញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើន គុណបង